skin ដែលមានសម្បត្តិក្រូចនេះគឺជា skin ដែលមានកម្រិត grade ហើយ skin កម្រិត grade នេះដែរគឺមាន collection ស្មើនឹង 3000 វាគឺជា skin ដែលមានកម្រិតខ្ពស់គួរសមនិងមានតម្លៃថ្លៃហើយក៏ពិបាកយកផងដែរ skin ស៊េរីនេះជាទូទៅគឺមាន effect ពិសេសជាង skin ធម្មតាដូចជា animation effect ឬក៏ effect recall បន្ថែមអីអញ្ចឹងទៅប៉ុន្តែវានៅតែមាន skin ក្នុងកម្រិត grade មួយចំនួនដែលមើលទៅវាអន់ជាង skin ដែលមានកម្រិតទាបជាងនឹងទៀតហើយ skin ស៊េរីដែលខ្ញុំចង់និយាយនោះគឺជា skin ស៊េរី Running Star ឬក៏យើងធ្លាប់ហៅថាជា skin super hero នឹងឯងគឺដោយសារតែ skin ស៊េរីមួយនេះអត់មាន effect animation ពេលដើរឬក៏ពេលឈរស្ងៀមយូរទេបើគិតទៅវាអន់ជាង skin ស៊េរី Aquad Side ទៀតហើយ skin ស៊េរីនេះគឺអត់មាន effect លើ screen ទេហើយក៏អត់ផ្លាស់ប្ដូររូបរាង icon skill ដែរបើនិយាយដល់ចលនាពេល recall វិញចាប់ស៊ីនហ្មងគឺថាដដែលឯសតហើយរឿងទាំងអស់ហ្នឹងវាមកជុំទេងុំ effect skill គឺសាបផ្លែមតែម្ដងចំពោះ series skin មួយនេះមកដល់ចំណុចហ្នឹងអ្នកទាំងអស់គ្នានឹងនិយាយថាដោយសារតែវាគឺជា skin series ចាស់មែនអត់ប៉ុន្តែ complete ថាមុនធុនធ្លាប់បាន revamp series skin ហ្នឹងពី skin super hero មកជា skin Running Star វិញហើយបានធ្វើជាមួយនឹងសុំឆាតសម្រាប់អ្នកដែល collect ជាមួយនឹង skin ទាំង5ហ្នឹងក៏ដូចជាតម្លើងខ្វាញ់ skin ហ្នឹងឲ្យថ្លៃជាងមុនផងដែរតែទោះបីជា skin ហ្នឹងថ្លៃជាងមុនហើយក៏ដោយក៏មុនទួនមិនខ្ចីកាយ skin ទាំងអស់ហ្នឹងឲ្យមាន effect ដិតជាងមុនឬក៏មានចលនាអីបន្ថែមដែរខ្ញុំអត់យល់ទេឬក៏មុនទួនគិតថាកម្រិតប៉ុណ្ណឹងវាស័ក្តិសមជាមួយនឹង skin series ហ្នឹងហើយក្រៅពី skin Running Star នេះមាន skin series មួយទៀតដែលជា skin ស្ត្រូវរបស់ Running Star ហ្នឹងឯងគឺជា series skin Abyss បើតាមខ្ញុំដឹង skin Abyss series ថ្មីនេះគឺមាន effect ដែលខ្ញុំបានលើកឡើងទាំងប្រមាណនៅដើមវីដេអូហ្នឹងដែរប៉ុន្តែនៅមាន skin series ចាស់ដូចជា Alpha និង Sienna នេះគឺអត់មាន effect ទាំងអស់ហ្នឹងទេអញ្ចឹងខ្ញុំសង្ឃឹមថាមុនទូនឹងធ្វើការកែសម្រួលពពួក skin Running Star ក៏ដូចជា skin Abyss series ចាស់នេះឲ្យមាន effect ឬក៏ animation ដូចជា skin grade ផ្សេងទៀតដែរដោយសារតែវីដេអូរបស់យើងក្នុងថ្ងៃនេះ content តិចពេកអញ្ចឹងហើយគឺខ្ញុំសូមដាក់ឧបត្ថម្ភនៅចុងវីដេអូចាស់សម្រាប់គ្រាណាដែលត្រូវការដាក់ពេជ្រក្នុងតម្លៃធូរថ្លៃហើយមានសុវត្ថិភាពកុំភ្លេចដាក់តាមរយៈ Crybaby Store បើអ្នកទាំងអស់គ្នាត្រូវការដាក់អាចដាក់តាម website ដែលខ្លួនឯងក៏បានឬក៏ឆាតទៅ page Crybaby Store ក៏បានដែលមាន link នៅក្នុង caption